ចាបងប្អូនរូបភាពហ្នឹងខ្ញុំបានមកពីវីដេអូរបស់សៀមតែម្ដងសៀមវិសួរថាហេតុអីបានជាខាងកម្ពុជានេះតែងតែទាមទារឲ្យដោះលែងកងទ័ព18រូបហ្នឹងមកម្លេះកងទ័ព18រូបរបស់កម្ពុជាហ្នឹងគឺសំខាន់ណាស់ណាទៅបានកម្ពុជាតែងតែទាមទារតែងតែឲ្យដោះលែងរហូតអញ្ចឹងចាខ្ញុំចង់ប្រាប់សៀមឯងអញ្ចឹងកងទ័ពកម្ពុជាគឺសំខាន់គ្រប់រូបសម្រាប់កម្ពុជាទាំងថ្នាក់ដឹកនាំទាំងប្រជាជនគឺកងទ័ពកម្ពុជាទាំងអស់គឺសំខាន់គ្រប់រូបអញ្ចឹងហើយនេះបានកងទ័ពកម្ពុជា18រូបដែលសៀមឯងចាប់យកទៅដែលកម្ពុជាតែងតែដោះស្រាយគ្រប់ដំណោះស្រាយហើយក៏ទាមទារឲ្យសៀមឯងបកគលកងទ័ពកម្ពុជា18រូបនឹងត្រឡប់មកវិញណាព្រោះកម្ពុជាស្រឡាញ់ប្រជាជនកម្ពុជាជាពិសេសគឺស្រឡាញ់កងទ័ពណាមិនដូចខាងសៀមឯងទេណាកងទ័ពស្លាប់រនោករណែលក៏មិនយកសាកសពទៅវិញផងណាតែខាងកម្ពុជាគឺស្រឡាញ់កងទ័ពកម្ពុជាហើយស្រឡាញ់ប្រជាជនកម្ពុជាណាស់ណាសៀម